តើការបម្រើកូនមានភាពងាយស្រួលជាងឬក៏ការបូមទឹកដោះមានភាពងាយស្រួលជាងចា៎អ្នកម៉ាក់ទាំងអស់គ្នាគឺគ្មានមួយណាមានភាពងាយស្រួលទេស្រួលបំផុតគឺអ្នកម៉ាក់នៅ single ភាពងាយស្រួលគឺវាអាស្រ័យទៅលើការពេញចិត្តរបស់អ្នកម៉ាក់ទី1ប្រសិនបើអ្នកម៉ាក់មានពេលវេលាគ្រប់គ្រាន់នៅផ្ទះយើងជាស្ត្រីមេផ្ទះហើយម៉ាក់ពូកែក្នុងការលើកកូនបំបីមួយទៀតគឺកូនបកែក្នុងការបឺតជញ្ជក់ព្រោះការបឺតជញ្ជក់កូនចំណាយពេលយូរខ្លាំងបំផុតទើបធ្វើឲ្យកូនមុំឆ្អែតអាចបឺតជញ្ជក់ចាប់ពី30នាទីឡើងទៅតាមអាយុខែរបស់គាត់ពេលខ្លះត្រូវបំបីដល់40ទៅ1ម៉ោងឬក៏1ម៉ោងកន្លះក៏មានដែរនោះប្រសិនជាអ្នកម៉ាក់ជំនាញក្នុងការបំបីកូនកូនបកែបឺតជញ្ជក់ម៉ាក់ជ្រើសរើសយកការបំបីផ្ទាល់នៅផ្ទះយើងមិនចំណាយអ្វីទាំងអស់យើងមិនចំណាយទៅលើឈុតឬក៏លើម៉ាស៊ីនបូមនោះទេឲ្យតែបកែបំបីអញ្ចឹងគឺម៉ាក់ចំណេញច្រើនទី2ប្រសិនបើអ្នកម៉ាក់ជាស្ត្រីដែលប្រកបអាជីវកម្មឬក៏ជាអ្នកធ្វើការនិយាយរួមគឺយើងចង់បង្កើនភាពងាយស្រួលមួយកម្រិតនោះនៅពេលដែលម៉ាក់មិននៅក្បែរកូនក៏អាចមានទឹកដោះបានម៉ាក់ជ្រើសរើសការបូមទឹកដោះអញ្ចឹងភាពងាយស្រួលរបស់អ្នកម៉ាក់ទាំងអស់គ្នាគឺវាអាស្រ័យទៅលើស្ថានភាពនិងកតិស័ករបស់យើងដែរថាយើងមានទំនុកចិត្តក្នុងការទឹកដោះដែរអត់ហើយយើងពេញចិត្តក្នុងការធ្វើបែបណាដើម្បីឲ្យខ្លួនឯងមានទឹកដោះឲ្យកូនមកអញ្ចឹងនេះគឺជាជំរើសមួយដែលអ្នកម៉ាក់អាចជ្រើសរើសបានដោយខ្លួនឯងតែដូចអ្នកគ្រូបានបញ្ជាក់អញ្ចឹងប្រសិនបើមិនពូកែក្នុងការបំបីឬក៏មិនទុកចិត្តខ្លួនឯងទេកុំទុកយូរចូលជាសមាជិកជាមួយនឹងអ្នកគ្រូបង្កើនទឹកដោះទាំងអស់គ្នា